ខ្ញុំសុបិនឃើញនាងទៀតហើយយូរជ្រុងបងភ្ញាក់ហើយនេះជាសម្លមាន់ដែលខ្ញុំស្ងោរបងសាក់ភ្លក់មើលដងសុំទោសខ្ញុំគ្មានគម្រោងរៀបការទេនាងកុំខ្ជះខ្ជាយពេលវេលាមកលើខ្ញុំឪពុកម្ដាយទាំងសងខាងឲ្យយើងបង្កើតទំនាក់ទំនងបើខ្ញុំត្រឡប់ទៅវិញបែបនេះឪពុកម្ដាយខ្ញុំនឹងស្ដីបន្ទោសខ្ញុំពួកគាត់ថាមិនបានធ្វើកិច្ចការបានល្អបងឲ្យខ្ញុំស្នាក់នៅ2 3ថ្ងៃទៀតទៅ2 3ថ្ងៃទៀតខ្ញុំនឹងត្រឡប់ទៅវិញខ្ញុំនឹងនិយាយថាខ្ញុំមិនចូលចិត្តបងអូននឹងទៅខ្លួនឯងយ៉ាងណាក៏ខ្ញុំជាក្មេងស្រីម្នាក់ដែរបងអាចទុកមុខមាត់ខ្លះឲ្យខ្ញុំបានទេកុំលេងល្បិចនៅមុខខ្ញុំទៀតកុំលេងល្បិចនៅមុខខ្ញុំទៀតប្រុសស្រីនៅលីវស្នាក់នៅជាមួយគ្នាទោះបីជាគ្មានអ្វីក៏ដោយក៏ពិបាកពន្យល់ដែរសូមកញ្ញាយិនមានដែនកំណត់ខ្លះផងហើយការចង់បានមុខមាត់ជារឿងរបស់អ្នកទេឥឡូវនេះនាងអាចនិយាយប្រាប់អ្នករាល់គ្នាថាអ្នកមិនចូលចិត្តខ្ញុំទេបើនាងនិយាយមិនចេញខ្ញុំនឹងនិយាយជំនួសយូរជ្រុងខ្ញុំគ្មានបំណងអ្វីផ្សេងទេខ្ញុំមិនចង់ស្គាល់នាងទេហើយគ្នាស្និទ្ធស្នាលពេកអត់សមទេឯងយ៉ាងម៉េចហ្នឹងកូនប្រុសឪពុកឯងចែកឋានលឿនគ្រួសារយើងមានតែកូនឯងម្នាក់ទេបើឯងមិនរៀបការឯងចង់ឲ្យពួកយើងផុតពូជតាមឪពុកឯងមែនទេគាត់មិនផុតពូជទេបងប្រុសខ្ញុំមានកូនស្រី